technique សម្រាប់ការដោះស្រាយនៅបញ្ហា page របស់យើងអត់ទាន់មានសិទ្ធនៅក្នុងការរកលុយបងប្អូនទាំងអស់គ្នាចេញលក្ខណៈបែបនេះបាទហើយយើងនឹងធ្វើឲ្យមកចេញលក្ខណៈបែបនេះវិញយើងគ្រាន់តែ click តែមួយ click ទេគឺចេញមកគឺ page របស់យើងមានសិទ្ធរកលុយវិញបងប្អូនណាបាទហ្នឹងហើយអូខេបងប្អូនទាំងអស់គ្នាខ្ញុំនឹងធ្វើការបង្ហាញចែកជូនដល់បងប្អូនយើងអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាការចូលធ្វើគឺយើងត្រូវចូលមក Chrome ណាបងប្អូនណាបាទហ្នឹងហើយចូលមក Chrome មកចុចចូល Chrome បាទនៅពេលណាដែលយើងចូល Chrome បងប្អូនទាំងអស់គ្នាគឺយើងកន្លែងនេះគឺយើងចុច search មកបងប្អូនចុច search បងប្អូនវាយតាមខ្ញុំមកបងប្អូនណាបាទវាយថា login ណាបាទ login to Facebook បាទបងប្អូនណា login to Facebook ឬមួយក៏ facebook.com ក៏បានបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចុចកន្លែង login to Facebook មកតែក្រាបបែបហ្នឹងបងប្អូនយកខាងលើនេះមកនេះដែលគេដាក់ថា login to Facebook ណាបាទបងប្អូនចុចកន្លែងហ្នឹងមកអូខេអញ្ចឹងចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាគឺយើងធ្វើការវាយមកបងប្អូនណាបាទវាយលេខទូរស័ព្ទបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងកន្លងហ្នឹងគឺយើងវាយលេខទូរស័ព្ទឬមួយក៏ email ដែលយើងបង្កើតហ្នឹងណាតមកវាយ password ចូលមកហើយយើងចុច login ណាបាទចុច login មកពេលណាដែលយើងវាយហើយណាអូខេយើងនឹងចូលមកដល់ Facebook របស់យើងបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីយើងបានចូលមកក្នុង Facebook របស់យើងហើយបងប្អូនទាំងអស់គ្នាខ្ញុំសូមបរិយាធំឲ្យមកខាងនេះបងប្អូនណាយើងបរិយាធំឲ្យមកខាងនេះយើងទៅចូលទៅយក page ណាបាទចុចលើ profile បន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចុចកន្លែង see all profile បើសិនតែយើងមាន page ច្រើនណាអត់បង្ហាញនៅនេះហើយបើថាបង្ហាញនៅនេះយើងគាត់តែចុចលើហ្នឹងមកប៉ុន្តែយើងអត់បង្ហាញនៅហ្នឹងយើងចុច see all profile បាទចុះបងប្អូនទាំងអស់គ្នាយើងចង់ដោះ page មួយណាអញ្ចឹងយើងយក page មួយហ្នឹងទៅឧទាហរណ៍ខ្ញុំយក page នេះចុចលើ page ហ្នឹងបាទអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបានចូលមក page ហើយបងប្អូនណាបាទ page ដែលមានបញ្ហាហ្នឹងណាអញ្ចឹងដើម្បីដោះបានបងប្អូនទាំងអស់គ្នាខ្ញុំបរិយាធំសិនបរិយាធំបងប្អូនទាំងអស់គ្នានេះឃើញទេឃើញកន្លែងហ្នឹងអត់នេះកន្លែងនេះចុចកន្លែងហ្នឹងមកបងប្អូនណាបាទបន្តមកទៀតចេញលក្ខណៈបែបនេះបងប្អូនទាំងអស់គ្នាគឺយើងមកយកកន្លែងនេះមកបាទព្រោះមើលមេតាបងប្អូនណានេះមេតាបងប្អូនឃើញអត់នេះមេតា business suite ណាបាទចុចលើហ្នឹងមកបាទដល់ពេលណាដែលយើងចុចចេញលក្ខណៈបែបហ្នឹងបងប្អូនចុចកន្លែងព្រួយនេះ back បាទចុចតែមួយយកមករៀបដែរតុកតែមួយបានណាបាទដើម្បីឲ្យវាចូលទៅមេតានេះតែតុកយើងតុកទៅចូលមកមេតាមកជាតម្រង់កុំព្យូទ័របងប្អូនណាបាទហ្នឹងហើយបើថាបងប្អូនធ្វើអញ្ចឹងហើយនៅតែអត់ចូលមកបែបហ្នឹងទៀតបងប្អូនធ្វើដូចមិនអញ្ចឹងចូលមកមេតាហើយតុក back ថយក្រោយមកឲ្យចេញមកបែបនេះទៅយើងអាចធ្វើបានណាបាទអូខេចាំបងប្អូនខ្ញុំបរិយាធំមកបងប្អូនមើលកន្លែងនេះណាបងប្អូនយើងមកមើលកន្លែងនេះអញ្ចឹងយើងត្រូវផ្លាស់ប្ដូរ page យើងសិនបងប្អូនណាចូលមកណាបាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកថិចកន្លែងហ្នឹងមកចូលមកផ្លាស់ប្ដូរ page ម្ដងទៀតណាចុចលើហ្នឹងមកបាទបន្តមកទៀតគឺខ្ញុំថិចយក page ហ្នឹងបាទថិចលើ page ហ្នឹងបងប្អូនបាទចាំបងប្អូនទាំងអស់គ្នាគឺយើងបានធ្វើការថិចយក page ហ្នឹងហើយអញ្ចឹង page ហ្នឹងគឺយើងជាប់បាទអញ្ចឹងយើងដោះបងប្អូនទាំងអស់គ្នាសម្រាប់ការដោះខ្ញុំសូមពហិយធំតិចសិនដើម្បីឲ្យបងប្អូនយើងមើលឃើញច្បាស់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនចូលមកឃើញកន្លែង monetization ហ្នឹងកន្លែងដុល្លារណាបាទអញ្ចឹងអ្នកទាំងអស់គ្នាយើងចុចកន្លែងដុល្លារមកកន្លែង monetization ហ្នឹងណាបាទនេះចុចកន្លែងហ្នឹងមកបាទបើយើងធ្វើនៅកុំព្យូទ័រលឿនទេបងប្អូនចូលមកបែបអញ្ចឹងមកណាបាទបើសិនតែយើងធ្វើនៅកុំព្យូទ័រលឿនទេបងប្អូនយើងអត់ចាំបាច់ចូលមកញញ៉ាយទេបើសិនតែអ្នកមានកុំព្យូទ័រណាចូលមកមើលតាមខ្ញុំហើយធ្វើតាមហ្នឹងទៅបាទហើយបើថាទូរស័ព្ទយើងចូលមក Chrome ហើយបន្លែងទៅជាកុំព្យូទ័រអញ្ចឹងទៅបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាបងប្អូនចូលមកបងប្អូនមើលមកជួរនេះបាទមើលមកជួរហ្នឹងបងប្អូនមករកកន្លែងនេះកន្លែងចាប់ដៃនេះណានេះសញ្ញាចាប់ដៃនេះបងប្អូនចុចលើហ្នឹងមកបាទយើងរងចាំបន្តិចបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នានេះបងប្អូនណាតិចទៀតចាំខ្ញុំបរិយាបងប្អូនយើងឃើញនៅខាងលើគេនេះបងប្អូនណានេះអញ្ចឹងបងប្អូនយកនេះមើលកន្លែងនេះណា print content នេះបងប្អូនណាបាទចាំបងប្អូនយើងមកចុចកន្លែងនេះណានេះខ្ញុំបរិយាធំណាកន្លែង enable ទាំងណាបងប្អូនណានេះចុចកន្លែងហ្នឹងមកបាទបន្តមកទៀតចេញលក្ខណៈបែបនេះបងប្អូននេះ
បាទដល់ពេលណាដែលចេញលក្ខណៈបែបហ្នឹងបងប្អូនយក confirm មកណាបាទយក confirm មកអូខេអញ្ចឹងតែប៉ុណ្្នឹងមកគឺជាការស្រេចទេបងប្អូនទាំងអស់គ្នាណាបាទតែប៉ុណ្្នឹងមកគឺជាការស្រេចហើយអញ្ចឹងបងប្អូនយើង clear ចោលទៅចុចកន្លែងនេះ clear ចោលទៅ clear ចោលបងប្អូនចូលមក Facebook យើងធម្មតាមើលតើយើងដោះបាននៅបងប្អូនណាចូលមក Facebook មកហើយយើងចូលមក page យើងដែលត្រូវដោះមកណាហ្នឹងហើយចូលទៅមើលបងប្អូនចុចកន្លែង profile របស់យើងមកតមកទៀតចេញអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងចុចកន្លែង tray 3នេះកន្លែង tray 3ណាចុចកន្លែង tray 3ចុច3មកបន្តមកទៀតបងប្អូនទាំងអស់គ្នាយកកន្លែង page state ណាបាទយក page state មកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នានេះកន្លែង monetization នេះកន្លែងដុល្លារណាបាទចុចលើហ្នឹងមកអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាយើងដោះបានហើយអញ្ចឹង page របស់យើងគេដាក់ថា your page is active and earning បាទអញ្ចឹង page របស់យើងគឺយើងដោះបានណាបងប្អូនណាបាទអញ្ចឹង page របស់យើងមានសិទ្ធិនៅក្នុងការរកលុយបងប្អូនណាបាទបាទអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលណាដែលយើងផុសវីដេអូជាប្រចាំហើយ Facebook គេអនុញ្ញាតឲ្យយើងនៅពេលណាគេ invite ឲ្យយើង set up នៅពេលណាគឺយើងអាចរកលុយបានបាទការស្នើ set up set អីចឹងទៅបងប្អូនណាប៉ុន្តែយើងនៅខ្មែរត្រូវពឹងពាក់គេ admin នៅ bot ទេចឹងទៅណាបាទហ្នឹងហើយមួយទៀតបើយើងអត់ស្គាល់គេទេបងប្អូនអាចស្នើ Line Manager ទៅបាទឬមួយក៏បងប្អូនប្រើ VPN អីចឹងទៅណាយើងនៅខ្មែរ